กลมรงจำระหดดอลชีวิตตัวเจาะเติบนึกคืนจองพลาปโดการធ្វើបានតិចជាងអ្វីដែលបានរំពឹងទុកក៏នៅតែប្រសើរជាងការមិនធ្វើអ្វីសោះមនុស្សភាគច្រើនចំណាយពេលពេញមួយជីវិតរងចាំឱកាសមាសឬអភូតហេតុមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់ពួកគេក្នុងមួយប៉ព្រិចភ្នែកប៉ុន្តែពួកគេភ្លេចថាសំណាងដ៏អស្ចារ្យបំផុតមិនមែនកើតឡើងដោយចៃដន្យទេតែជាលទ្ធផលនៃទម្លាប់តូចៗដែលយើងអនុវត្តជារៀងរាល់ថ្ងៃជីវិតដែលអ្នកកំពុងរស់នៅសពថ្ងៃគឺជាផលនៃជំរឿសនិងសកម្មភាពដែលអ្នកបានធ្វើកាលពីម្សិលមិញប្រសិនបើអ្នកមិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នប៉ុន្តែនៅតែបន្តធ្វើរឿងដដែលៗតាមវិធីដដែលៗនោះលទ្ធផលក៏នឹងនៅតែដដែលមិនមានអ្វីប្រែប្រួលឡើយការឈឺចាប់ដែលកើតចេញពីភាពខ្ជាប់ខ្ជួនតែងតែស្រាលជាងការឈឺចាប់ដែលកើតចេញពីការស្ដាយក្រោយជោគជ័យមិនមែនជាការលោតផ្លោះដ៏ធំមួយនោះទេតែជាការបោះជំហានតូចៗ 1% ជារៀងរាល់ថ្ងៃទោះបីជាអ្នកហត់នឿយឬខ្វះកម្លាំងចិត្តក៏ដោយខាងក្រោមនេះគឺជាគោលការណ៍ជីវិតទាំង20ដែលអាចជួយដាស់ស្មារតីនិងនាំផ្លូវអ្នកឲ្យក្លាយជាមនុស្សដែលល្អប្រសើរជាងមុនរឹងមាំជាងមុននិងមានតម្លៃជាងមុន20គោលការណ៍សម្រាប់ការផ្លាស់ប្ដូរជីវិត1ការធ្វើបានតិចជាងអ្វីដែលបានរំពឹងទុករមែងប្រសើរជាងការមិនធ្វើអ្វីសោះ2ទម្លាប់ប្រៀបដូចជាដើរមុខ2ទម្លាប់អាក្រក់អាចក្លាយជាឧបសគ្គរារាំងភាពជោគជ័យខណៈដែលទម្លាប់ល្អនឹងជួយជំរុញអ្នកឲ្យរីកចម្រើន3ប្រសិនបើអ្នកអភិវឌ្ឍខ្លួនឯងត្រឹម 1% ក្នុងមួយថ្ងៃក្នុងរយៈពេល1ឆ្នាំអ្នកនឹងរីកចម្រើនជាងមុនប្រមាណ37ដង4អារម្មណ៍ដ៏រីករាយបំផុតមួយក្នុងជីវិតគឺការមើលឃើញខ្លួនឯងមានការរីកចម្រើនជារៀងរាល់ថ្ងៃ5ការបង្ខំខ្លួនឯងអាចជាយុទ្ធសាស្ត្ររយៈពេលខ្លីប៉ុន្តែมันអាចជាដំណោះស្រាយរយៈពេលវែងបានឡើយ6ការផ្លាស់ប្ដូរមាន3កម្រិតលទ្ធផលកម្រិតដំណើរការនិងកម្រិតអត្តសញ្ញាណ7ចូលផ្ដោតលើដំណើរការឲ្យបានច្រើនជាងការផ្ដោតលើគោលដៅ8ទម្លាប់ល្អប្រៀបដូចជាការសន្សំដែលមានការប្រាក់បង្គោលដែលកើនឡើងតាមពេលវេលា9ការរៀនសូត្រដែលមានប្រសិទ្ធភាពបំផុតគឺការចុះអនុវត្តមិនមែនគ្រាន់តែរៀបចំផែនការនោះទេ10នៅពេលដែលការអនុវត្តคล้ายជាទម្លាប់យើងអាចធ្វើកិច្ចការជាច្រើនបានដោយស្វ័យប្រវត្តិដោយមិនចាំបាច់ប្រើថាមពលផ្លូវចិត្តច្រើន11មនុស្សគ្រប់រូបអាចមានកំហុសប៉ុន្តែកុំឲ្យកំហុសដដែលកើតឡើងម្ដងហើយម្ដងទៀត12បង្កើតឱកាសជោគជ័យដោយជ្រើសរើសសមរភូមិដែលស័ក្តិសមនឹងសមត្ថភាពនិងកម្លាំងរបស់ខ្លួន13ការផ្លាស់ប្ដូរដ៏ធំអស្ចារ្យតែងកើតចេញពីសកម្មភាពតូចៗដែលធ្វើជាប្រចាំ14ភាពខ្ជាប់ខ្ជួនមិនមែនកើតពីកម្លាំងចិត្តមួយពេលនោះទេប៉ុន្តែកើតពីការរៀបចំនិងប្រព័ន្ធដែលបានត្រៀមទុកយ៉ាងល្អ15មនុស្សអស្ចារ្យមិនមែនកើតមកអស្ចារ្យស្រាប់ទេប៉ុន្តែកើតចេញពីការរៀនសូត្រនិងការហ្វឹកហាត់ជាបន្តបន្ទាប់16បរិស្ថានជុំវិញខ្លួនគឺជាកម្លាំងដែលមើលមិនឃើញប៉ុន្តែមានឥទ្ធិពលយ៉ាងខ្លាំងលើឥរិយាបថនិងសកម្មភាពរបស់យើង17យើងមិនរីកចម្រើនតាមកម្រិតនៃគោលដៅរបស់យើងទេប៉ុន្តែយើងរីកចម្រើនឬធ្លាក់ចុះតាមកម្រិតនៃប្រព័ន្ធដែលយើងបានបង្កើត18រាល់សកម្មភាពតូចៗដែលអ្នកធ្វើនៅថ្ងៃនេះគឺជាការបោះឆ្នោតគាំទ្រខ្លួនឯងឲ្យក្លាយជាមនុស្សដែលអ្នកចង់ក្លាយនៅថ្ងៃស្អែក19នៅពេលចាប់ផ្ដើមបង្កើតទម្លាប់ថ្មីចូលធ្វើឲ្យវាសាមញ្ញបំផុតដើម្បីអាចអនុវត្តបានក្នុងរយៈពេលត្រឹម2នាទី20កុំផ្ដោតតែលើលទ្ធផលចុងក្រោយតែត្រូវផ្ដោតលើការកសាងអត្តសញ្ញាណថ្មីដែលស័ក្តិសមនឹងលទ្ធផលដែលអ្នកប្រាថ្នាចង់បានសារចុងក្រោយកុំរងចាំឲ្យជីវិតជួបវិបត្តិទើបចាប់ផ្ដើមផ្លាស់ប្ដូរការផ្លាស់ប្ដូរដ៏មានអត្ថន័យមិនមែនចាប់ផ្ដើមពីជំហានធំទេតែចាប់ផ្ដើមពីការសម្រេចចិត្តតូចមួយនៅថ្ងៃនេះអ្នកមិនចាំបាច់ក្លាយជាមនុស្សអស្ចារ្យដើម្បីចាប់ផ្ដើមទេប៉ុន្តែអ្នកត្រូវចាប់ផ្ដើមសិនទើបអាចក្លាយជាមនុស្សអស្ចារ្យបានដកស្រង់ចេញពីផេកសវត្ថ